កុំវិនិយោគគ្រីបតូក្នុងផ្លូវខុសខ្ញុំសូមចែកម្លែក5គន្លឹះដែលជៀសវាងពីការខាតបង់នៅក្នុងវិស័យគ្រីបតូសូមមើលវីដេអូនេះបើសិនជាមិនចង់ឲ្យខាតបង់ទី1កុំវិនិយោគជាមួយនឹង project ណាកាក់ណាដែលមិនច្បាស់លាស់ឬក៏យើងមិនបាន research ច្បាស់លាស់បាទអញ្ចឹងគឺយើងទៅធ្វើការស្រាវជ្រាវនិងចេះពីវិធីនៅក្នុងការស្រាវជ្រាវឲ្យបានត្រឹមត្រូវផងដែរបាទទី2 Never invest more than you can afford to lose មានន័យថាកុំវិនិយោគជាមួយនឹងទឹកប្រាក់ទំហំទឹកប្រាក់ដែលយើងមិនអាចទទួលការខាតបានបាទកុំវិនិយោគលើសពីទំហំទឹកប្រាក់ដែលយើងអាចទទួលការខាតបានមានន័យថាយើងប្រើប្រាស់លុយដែលយើងមានមួយចំណែកតូចដែលវាមិនប៉ះពាល់ជីវិតរស់នៅរបស់យើងធម្មតាលុយដែលគេយកទៅវិនិយោគគឺជាលុយមួយដែលយើងអាចដកចេញពីកន្លែងណាមួយបាទឧទាហរណ៍ថាយើងជាលុយសន្សំរបស់យើងហើយជាចំណែកតូចមួយបាទដែលវាមិនមែនជាលុយដែលយើងខ្ចីគេមិនមែនជាលុយដែលយើងតម្រូវការចាំបាច់ត្រូវប្រើប្រាស់យើងយកលុយយើងមកវិនិយោគអានឹងក៏អត់បានដែរឧទាហរណ៍បើសិនជាយើងទិញកាក់ណាមួយហើយយើងសន្សំដើម្បីយើងគោលដៅយើងយកចំណេញប៉ុន្តែដោយសារតែយើងយកលុយដែលជាតម្រូវការចាំបាច់យើងគ្រាន់តែទិញពេលដែលវាធ្លាក់យើងក៏លក់ទាំងខាតពេលនោះហើយដែលយើងខាតធ្ងន់ពីព្រោះពេលខ្លះវិនិយោគមិនដឹងថាវាឡើងថ្លៃរហូតទេในខ្លះយើងទិញទុកបើសិនជាវាឡើងថ្លៃយើងលក់អាហ្នឹងបានយើងអាចរកចំណេញបានវាមិនខុសពីយើងទិញដីឬទិញអីមួយដែលយើងបខំលក់ឬក៏យើងបញ្ញាប់លក់វាអត់បានតម្លៃល្អទេគឺយើងប្រកាសជាខាតបង់ទី3គឺការរក្សាសុវត្ថិភាពកាបូបលុយឬក៏ account Binance ឬក៏គណនីដែលយើងកំពុងប្រើអញ្ចឹងនៅពេលដែលយើងប្រើគណនីណាមួយគឺយើងត្រូវតែមានការរក្សាសុវត្ថិភាពដោយប្រើ 2FA ការ verify ពីរតង់ verify លេខទូរស័ព្ទ verify email ល្អបំផុតគឺ verify មុខឬក៏កញ្ចៅដៃបាទគឺការ scan មុខ scan កញ្ចៅដៃត្រូវ set up ឲ្យហើយទូរស័ព្ទត្រូវមានសុវត្ថិភាពឲ្យខ្ពស់កុំឲ្យគេ hack បានបាទទី4 avoid high leverage trading ជំនឿថាចេញឲ្យឆ្ងាយពីការប្រើ leverage ធំជ្រុលឧទាហរណ៍យើងប្រើទំហំ 50x 100x អាហ្នឹងគឺជារឿងដែលគ្រោះថ្នាក់គឺយើងប្រើ leverage គឺប្រើដើមទុនដែលយើងមានតិចតួចប៉ុន្តែយើងទៅខ្ចីគេច្រើនយកមកវិនិយោគអានេះគឺជាគ្រោះថ្នាក់បំផុតមួយដែលងាយនឹងគ្រោះថ្នាក់បាទអញ្ចឹងការ trade ដែលល្អគឺយើងត្រូវប្រើ leverage ឲ្យទាបបាទចំពោះអ្នកដែលគាត់មិនយល់ពី leverage គាត់ឃើញតែគុណ x ប្រហែលគេបើកគាត់គិតថាគេបើកធំអីចឹងទៅអញ្ចឹងចំពោះការ leverage បើសិនជាយើងមិនទាន់យល់ច្បាស់ពី leverage ទេយើងត្រូវស្វែងយល់លម្អិតចាំយើងប្រើ leverageគ្រប់ចំណុចនៅក្នុងវិស័យវិនិយោគយើងត្រូវតែចេះលម្អិតយើងខុសកន្លែងណាគឺយើងខាតកន្លែងហ្នឹងហើយបើសិនជាយើងមិនកែកំហុសហ្នឹងយើងនឹងខាតដដែលលើចំណុចដដែលទី5ជាប់ជាមួយនឹងគណនីឬក៏ account ដែល exchange ធំហើយសុវត្ថិភាពខ្ពស់អញ្ចឹង exchange ដែលសុវត្ថិភាពខ្ពស់គឺ exchange Binance ខ្ញុំបានណែនាំបងប្អូនហើយគឺយកអាហ្នឹងធ្វើជាគោលបងប្អូនអាចមានគណនី exchange ច្រើនបានប៉ុន្តែបងប្អូនត្រូវមាន exchange គោលដែលជា exchange ដែលរឹងមាំបាទសម្រាប់បងប្អូនដែលចង់មានគណនី Binance បងប្អូនអាចភ្ជាប់តាម link ដែលខ្ញុំដាក់ខាងលើឬក៏ប្រើកូដនេះហើយវិធីនៃការបង្កើតគឺខ្ញុំមានឲ្យបងប្អូនមើលបងប្អូនអាចមើលបានហើយខ្ញុំក៏មានក្រុមដើម្បីយើងវិភាគសាគ្នាពេលដែលបងប្អូនមានចម្ងល់ណាគេបបួលបងប្អូនទៅវិនិយោគអីប្រដែរបងប្អូនអាចសួរគ្នាក្នុងក្រុមដើម្បីជៀសវាងហានិភ័យទាំងអស់គ្នាអរគុណជម្រាបលាចែកម្លែកវីដេអូនេះផងបាទកុំភ្លេច follow ដើម្បីទទួលបានចំណេះដឹងបន្ថែមជារៀងរាល់ថ្ងៃ